Nè, this là cái Nơiចិត្តហ្នឹងមានហាងកាហ្វេមួយមកពីអ្នកបងហើយឲ្យគាត់ចាំនៅហ្នឹងហើយចូលដល់របៀបបំពេញឲ្យយើងកុំភ្លេចបិទរូបហើយនឹងបិទមេដៃសំខាន់ជាងគេហើយបំពេញគឺបំពេញគ្រប់ទាំងអស់នៅក្នុងហ្នឹងដូចដែលខ្ញុំបង្ហាញហ្នឹងទាំងកន្លែងដែលខ្ញុំគូសខ្មៅខ្មៅហើយនិងកន្លែងដែលអត់គូសខ្មៅហើយដូចជាទីកន្លែងកំណើតអាស័យដ្ឋានបច្ចុប្បន្នគឺយើងត្រូវបំពេញ full ពេញទាំងអស់ភូមិឃុំស្រុកខេត្តបើសិនជាខ្វះអីមួយណាគេនឹងហុចក្តារមកឲ្យយើងវិញបំពេញឡើងវិញហើយបើសិនជាយើងបំពេញត្រូវគ្រប់ទាំងអស់ពេលយើងយកទៅដាក់យើងអាចថាយើងរងចាំចាប់លេខកន្លះម៉ោងយើងយកទៅដាក់ត្រូវចាំកន្លះម៉ោងទៀតបានក៏ទុយស្លឹកប៉ុន្តែបើសិនជាយើងខុសហើយវិលមកយកទៅកែម្ដងមកចំណុចយកទៅដាក់ហើយមកកែហើយដាក់ចុះដាក់ឡើងមកអស់មកផឹកឬក៏មកល្ងាចអីហើយកន្លែងសញ្ជាតិដើមហើយនិងសញ្ជាតិបច្ចុប្បន្នហ្នឹងបើយើងមានសញ្ជាតិតែមួយយើងដាក់សញ្ជាតិដើមខ្មែរសញ្ជាតិបច្ចុប្បន្នខ្មែរប៉ុន្តែបើគេមានសញ្ជាតិពីរសញ្ជាតិដើមខ្មែរហើយគេទៅចូលសញ្ជាតិមួយទៀតអាហ្នឹងគឺជាសញ្ជាតិបច្ចុប្បន្នឧទាហរណ៍ថាពីមុនមកយើងនៅស្រុកខ្មែរយើងមានសញ្ជាតិខ្មែរហើយយើងទៅនៅស្រុកគេបាន5ឆ្នាំយើងចូលសញ្ជាតិអញ្ចឹងមានន័យថាសញ្ជាតិដើមសញ្ជាតិខ្មែរហើយសញ្ជាតិបច្ចុប្បន្នគឺសញ្ជាតិអាមេរិកហើយអាចជួបខាងលើគេដែលគូគ្រីថាយើងចង់បកប្រែជាភាសាអង់គ្លេសឬក៏ភាសាប្រាំងអត់អញ្ចឹងអានឹងវាអាស្រ័យទៅលើតម្រូវការអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាចង់បានភាសាអង់គ្លេសឬក៏ប្រាំងបន្ថែមទៀតអត់ប៉ុន្តែខ្ញុំអត់ recommend ឲ្យបកជាអង់គ្លេសទេបើទោះបីជាយើងឧទាហរណ៍ថាយើងដាក់ឯកសារទៅទូតអាមេរិកក៏ដោយបើសិនជាអ្នកទាំងអស់គ្នាមានប្រើសេវាកម្មជួយរៀបចំឯកសារអញ្ចឹងពេលដែលគេជួយរៀបចំឯកសារអាថ្លៃដែលគេបកប្រែហ្នឹងគឺគេ include នៅក្នុង package ហ្នឹងអស់ហើយអញ្ចឹងយើងមិនបាច់ទៅបកប្រែឲ្យអស់លុយថែមទៀតទេយើងបកតែខ្មែរទៅយើងយកទៅឲ្យខាងរៀបចំឯកសារទៅគេនឹងបកជូនយើងអត់គិតលុយថែមទៀតទេបន្ទាប់ពីយើងបំពេញពីស្នាសុំដែលមានបទរូបថតហើយនិងស្នាមមេដៃហើយយើងត្រូវបំពេញប្រវត្តិរូបសង្ខេបមួយទៀតអញ្ចឹងនៅក្នុងប្រវត្តិរូបសង្ខេបហ្នឹងយើងបំពេញតាមហ្នឹងមកដូចខ្ញុំប្រាប់ពីមុនមកហ្នឹងប៉ុន្តែវាខុសគ្នាត្រង់ប្រវត្តិនៃការធ្វើដំណើរអញ្ចឹងបើសិនជាយើងធ្លាប់ទៅដើរលេងនៅណាយើងទៅដើរលេងឬក៏ទៅ exchange ដូរកម្មវិធីសិក្សាឬក៏ទៅរស់នៅណាយើងត្រូវដាក់នៅហ្នឹងណាដាក់ប្រទេសហើយដាក់ថ្ងៃខែឆ្នាំដែលយើងទៅហើយនឹងយើងត្រឡប់មកវិញប៉ុន្តែវាមានករណីមួយទៀតដូចពីច្រើនមានអ្នកគេឡើងចុះទៅទិញអីវ៉ាន់នៅចិនឬក៏នៅថៃហើយអញ្ចឹងបានវាច្រើនដងហើយអាជួរហ្នឹងវាមានតែ 4-5 ជួរប៉ុន្តែខ្ញុំគិតថាយើងទៅឡើងចុះឬក៏ទៅដើរលេងមួយថ្ងៃពីរថ្ងៃហ្នឹងវាអត់សូវសំខាន់ទេគេចង់បានកន្លែងហ្នឹងដោយសារតែcriminal record ហ្នឹងឬក៏ទោសហ្នឹងវាពាក់ព័ន្ធបើសិនជាយើងទៅរស់នៅប្រទេសមួយទៀតលើពី6ខែឬក៏1ឆ្នាំគេតម្រូវឲ្យយើងធ្វើលេខទោសហ្នឹងមកពីប្រទេសដែលយើងនៅហ្នឹងមួយទៀតអញ្ចឹងហើយខ្ញុំគិតថាអញ្ចឹងបានគេត្រូវការកន្លែងហ្នឹងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ច្បាស់មុននឹងបំពេញកន្លែងហ្នឹងយើងទៅសួរគេសិនទៅដោយសារករណីខ្ញុំធ្លាប់ទៅតាមប្រទេសអញ្ចឹងខ្ញុំទៅសេតាមជួរហ្នឹងបានគ្រប់គ្រាន់ហើយនេះគឺជាប្រកាន់ដៃសម្រាប់មកដកលិខិតកោតោសប៉ុន្តែនៅក្នុងបន្ទប់ដែលយើងធ្វើលិខិតកោតោសហ្នឹងគឺមានប្រៃសណីយកម្ពុជាមួយយើងអាចទៅឲ្យគាត់ដឹកជញ្ជូនមកឲ្យដល់ទីតាំងដែលយើងចង់បានគេដឹកឲ្យយើងហើយមិនថាអ្នកទាំងអស់គ្នានៅខេត្តឬក៏នៅពេញឯគាត់ថាគេមានសេវានៅខេត្តនៅពេញសេវា VIP តែទាំងអស់ហ្នឹងគឺ under នៅតម្លៃខំអត់ដល់ 10000 ទេអញ្ចឹងសម្រាប់ 10000 វាចំណេញពេលវេលាដែលយើងទៅយកយើងគួរតែប្រើសេវាកម្មប្រៃសណីយកម្ពុជាហើយកុំថ្លៃថាអត់ទុកចិត្តអីព្រោះអីពេលដែលគេយកមកឲ្យយើងហ្នឹងតើតែយើងមានកតុយស្លឹកបានគេឲ្យលិខិតកោតទោសហ្នឹងមកយើងគេមិនចេះតដឹកឲ្យលក្ខណៈអត់ចេះចិត្តទុកដាក់អីព្រោះអីឯកសារនេះវាឯកសារសំខាន់ណាហើយលើហ្នឹងឃើញមាន QR code មួយ QR code ហ្នឹងគឺសម្រាប់ download app របស់ក្រសួងយុតិធម៌សម្រាប់ធ្វើលិខិតកោតទោសហ្នឹងយើងអាច scan ទៅហើយ download app ហ្នឹងយើងអាចបំពេញពាក្យដូចជាប្រវត្តិរូបសង្ខេបពាក្យស្នើសុំមិញតាម app បានប៉ុន្តែខ្ញុំអត់ធ្លាប់ធ្វើតាមហ្នឹងទេខ្ញុំអត់ដឹងថាធ្វើមិនទេគាត់ថាបើយើងចង់ទៀងទាត់ដូចថាពេលដែលបំពេញទៅត្រូវមានបំពេញឈ្មោះឪពុកម្ដាយបំពេញទីកន្លែងកំណើតវាច្រើនបើយើងមកយើងបំពេញខ្លួនឯងនៅផ្ទះវា save time ហើយយើងមានពេលវេលាគ្រប់គ្រាន់ដើម្បីទៀងទាត់ឈ្មោះអីឲ្យត្រូវអញ្ចឹងណាយើងអាចសាកមើលបានហើយលិខិតកោតទោសហ្នឹងមានរយៈពេល3ខែគេមានសរសេរថ្ងៃផុតសុពលភាពនៅលើហ្នឹងអញ្ចឹងរបៀបធ្វើហើយនឹងតើតើនៅលិខិតកោតទោសហ្នឹងអត់ត្រឹមប៉ុណ្្នឹងហើយសូមជួយចុច subscribe មួយផង